បើខ្ញុំបាទស្រីតារាសូមគ្រប់ជម្រាបសួរដល់ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីគិតត្រឹមល្ងាចថ្ងៃទី13ខែធ្នូឆ្នាំ2025នេះឃើញថានៅតំបន់ផ្សេងហាក់ឡើងកម្ដៅនៅឡើយក៏ប៉ុន្តែនៅតំបន់ផ្សេងទៀតហាក់ធូរស្រាលបន្តិចហើយជាក់ស្ដែងនៅតំបន់ខេត្តឧត្តរមានជ័យនៅតាមតំបន់ខ្លះកំពុងតែឡើងកម្ដៅដូចជាតំបន់ទិសប្រាសាទខ្នារប្រាសាទតាក្របីតាមនធំហើយនឹងថ្មដូនជាដើមយ៉ាងណាក៏ដោយយោងទៅតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកងទ័ពកម្ពុជាបានធ្វើការផ្ដាច់ជីវិតរបស់កងទ័ពសៀមជាច្រើនអ្នកនៅតំបន់ប្រាសាទខ្នារពលគិតមកទល់ពេលនេះឃើញថាកម្ពុជាមានព្រៀបជាច្រើនមែនទែនប៉ុន្តែនៅតំបន់ផ្សេងដូចជាខេត្តព្រះវិហារឯនោះវិញឃើញថានៅតំបន់ខ្លះនៅតែបន្តឡើងកម្ដៅប៉ុន្តែទូយ៉ាងណារួមមកដល់ពេលនេះឃើញថាកម្ពុជាមានព្រៀបខ្លាំងជាងទ័ពសៀមយោងទៅតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី13ខែធ្នូនេះដដែលឃើញថាទ័ពសៀមបានប្រើយន្តហោះ S16 បានធ្វើការផ្ដាច់ស្ពានស៊ីវិលរបស់កម្ពុជានៅក្នុងខេត្តពោធិ៍សាត់ប៉ុន្តែចំណែកនៅតំបន់ផ្សេងឃើញថាជនស៊ីវិលត្រូវបានជម្លៀសចាក់ចេញពីលំនៅឋានទៅកកកុញនៅតំបន់ទីសុវត្ថិភាពខ្ញុំបាទស្រីរ៉ាធ្វើសេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យ